រឿងព្រះអូជានសញ្ញថេរព្រះសាស្តាកាលប្រថាប់គង់នៅក្នុងវត្តចេតពុនទ្រង់ប្រារព្ធព្រះធរៈមួយរូបឈ្មោះអូជានសញ្ញីត្រាស់ព្រះធម្មទេសនានេះថាប្រវជានុបស្សិសៈអ្នកតាមសម្លឹងមើលទោសជនដតីជាដើមបានឮមកថាព្រះធរៈរូបនោះចាំតែគយគន់ឃ្លាំមើលទោសរបស់ពួកភិក្ខុប៉ុណ្ណោះថាភិក្ខុនេះរមែងស្លៀកយ៉ាងនេះភិក្ខុនេះរមែងដណ្ដប់យ៉ាងនេះពួកភិក្ខុក្រាបទូលរឿងនោះចំពោះព្រះសាស្តាថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រះថេរៈឈ្មោះអូជានសញ្ញីរមែងធ្វើយ៉ាងនេះព្រះសាស្តាទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយភិក្ខុតាំងនៅក្នុងវត្តបដិបត្តិពោលទូលមានយ៉ាងនេះនរណាមិនគួរតេះដៀលឡើយចំណែកភិក្ខុណាចាំខ្លំមើលទោសរបស់ជនដតីព្រោះប្រាថ្នាក្នុងការលើកទោសពោលយ៉ាងនេះហើយត្រាច់ទៅបណ្ដាគុណវិសេសមានឈានជាដើមគុណវិសេសសូម្បីតែមួយរមែងមិនកើតឡើងដល់ភិក្ខុនោះអាសវៈទាំងឡាយប៉ុណ្ណោះរមែងចម្រើនដូច្នេះហើយក៏ត្រាស់ព្រះគាថាប្រវជានុបស្សិសៈនិច្ចាំងឧជាអ្នកសញ្ញិណោអាសវាតស្សៈវត្ថន្តិអារាសោអាសវខយាកាលបុគ្គលគយឃ្លាំមើលទោសរបស់បុគ្គលដតីជាប្រក្រតីមានការសម្គាល់ហេតុក្នុងការពោលទោសអ្នកដតីជានិច្ចជាប្រក្រតីអាសវៈទាំងឡាយរបស់បុគ្គលនោះតែងចម្រើនបុគ្គលនោះឈ្មោះថាស្ថិតនៅឆ្ងាយអំពីធម៌ជាគ្រឿងអស់អាសវៈបណ្ដាបទទាំងនោះបទថាអូជាណាសញ្ញីណោអ្នកមានបំណងចាប់កំហុសហើយសេចក្តីថាធម៌ទាំងឡាយមានឈានជាដើមធម៌សូម្បីតែមួយរមែងមិនចម្រើនដល់បុគ្គលដែលច្រើនទៅដោយការចាំចាប់កំហុសព្រោះបំណងស្វែងរកទោសជនដតីថាគូស្លៀកយ៉ាងនេះគូដណ្ដប់យ៉ាងនេះជាដើមទើបឈ្មោះថាជាអ្នកស្ថិតនៅឆ្ងាយគឺនៅឆ្ងាយអំពីធម៌ជាគ្រឿងអស់ទៅនៃអាសវៈពោលគឺព្រះអរហន្តក្នុងការចប់ធម្មទេសនាជនជាច្រើនក៏បានសម្រេចអរិយផលទាំងឡាយមានសោតាបតិផលជាដើម